ព័ត៌មានបន្ទាន់ថ្ងៃទី26ខែធ្នូឆ្នាំ2025នេះយោធាថៃបានបកការវាយប្រហារយ៉ាងកំរោលនៅព្រៃផ្សៃមកលើទឹកដីកម្ពុជាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចាប់ពីព្រលឹមស្រាងយន្តហោះចម្បាំង F16 របស់ថៃបានទម្លាក់គ្រាប់បែកដល់ទៅ40គ្រាប់មកលើភូមិជោគជ័យដើម្បីបំផ្លិចបំផ្លាញលំនៅឋានប្រជាពលរដ្ឋមិនត្រឹមតែប៉ុណ្ណោះកំភ្លើងធំ155មីលីម៉ែត្រជាច្រើនគ្រាប់ទៀតបានបែកផ្លោងឥតឈប់ឈរចូលមកសង្កាត់និមិត្តផ្សារកណ្ដាលនិងអូរឫស្សីបណ្ដាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងធ្វើដំណើរលើផ្លូវលេខ58រងរបួសនិងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរទោះបីជាមានកិច្ចប្រជុំព្រំដែន GBC កំពុងប្រព្រឹត្តទៅនៅខេត្តប៉ៃលិនដើម្បីស្វែងរកសន្តិភាពក៏ដោយក៏យោធាថៃនៅតែបន្តការឈ្លានពានដោយមិនរឹតគោលដៅដែលជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរបច្ចុប្បន្នកងយោធាពលខេមរៈភូមិន្ទយោធាភូមិភាគទីផាន់កំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់និងត្រៀមលក្ខណៈការពារបូរណភាពទឹកដីនិងអាយុជីវិតប្រជាជនកម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត